តាក់ស៊ីនគឺជាស្ដេចសៀមដែលមានជាប់សាច់ឈាមចិនទាជាវៈមុនពេលក្លាយជាព្រះមហាក្សត្រសៀមលោកត្រូវបានតែងតាំងឲ្យត្រួតត្រាខេត្តមួយនៅតាមព្រំដែនភូមាឈ្មោះខេត្តតាក់នៅឆ្នាំ1766ភូមាបានលើកទ័ពយ៉ាងកក្រឹកកក្រែងមកវាយគំទេចក្រុងស្រីអយុធ្យាជារាជធានីសៀមធ្វើឲ្យសៀមធ្លាក់ចុះក្នុងអធិបតេយ្យយ៉ាងធ្ងន់ធ្ងរនៅពេលនោះរាជវង្សានុវង្សស្ដេចសៀមបែកបាក់ខ្ចាត់ខ្ចាយប្រទេសសៀមត្រូវបែងចែកជារដ្ឋតូចៗឯករាជ្យរៀងៗខ្លួនក្រោយព្រឹត្តិការណ៍នោះក្សត្រសៀមពីរអង្គនាមចៅចុលនិងនាមចៅស៊ីសាំងបានរត់មកសុំជ្រកកោននៅប្រទេសកម្ពុជាជាមួយព្រះបាទនរេរាជាអង្គតន់នៅពេលនោះតាក់ស៊ីនបានប្រមូលបកពួកវាយកំទេចភូមាបានសម្រេចនិងថែមទាំងបង្ក្រាបអំពើបោកបោក្នុងស្រុកបន្ទាប់មកក៏បានឡើងសោយរាជ្យហើយប្រកាសខ្លួនជាមហាក្សត្រនៃប្រទេសសៀមនៅពេលបានឡើងសោយរាជ្យដោយយល់ថាក្រុងអយុធ្យានៅជិតភូមាពេកណាមួយអយុធ្យាក៏បានខ្ទេចខ្ទីខ្លាយជាផេះអស់ទៅហើយព្រះចៅតាក់ស៊ីនបានផ្លាស់ប្ដូររាជធានីក្រុងស្រីអយុធ្យាទៅកាន់ក្រុងធនបុរីដែលមានចម្ងាយប្រមាណ70គីឡូម៉ែត្រខាងត្បូងក្រុងស្រីអយុធ្យានៅតាមដងទន្លេមាននាមចៅប្រាយានាត្រើយខាងលិចដែលជាខេត្តធនបុរីសព្វថ្ងៃពេលមានអំណាចពេញដៃតាក់ស៊ីនបានបញ្ជាសេនារបស់ខ្លួនឈ្មោះមេទ័ពឌួងឲ្យលើកទ័ពមកឈ្លានពានខ្មែរក៏ប៉ុន្តែមិនយូរប៉ុន្មានព្រះចៅតាក់ស៊ីនបានបែកកម្មដ្ឋានការរោគវិកលចរិតហើយត្រូវបានចាប់ខ្លួនទៅប្រហារជីវិតចោលតាក់ស៊ីនបានប្រសូតនៅថ្ងៃទី17ខែមេសាឆ្នាំ1734នៅក្រុងអយុធ្យាមានម្ដាយជាជនជាតិសៀមនិងឪពុកជាជនជាតិចិនទាជីវៈរស់នៅខេត្តតាក់ឪពុករបស់តាក់ស៊ីនមានឈ្មោះថាចេងយ៉ុងមានមុខរបរជាអ្នកប្រមូលពន្ធនិងមានដើមកំណើតជាជនជាតិចិនមកពីស្រុកចេងហៃក្រុងសានថូខេត្តខ្វាងតុងប្រទេសចិនម្ដាយមានឈ្មោះណុកគៀងមានដើមកំណើតជាជនជាតិមនថៃម្ដាយរបស់ណុកគៀងគឺជាស្ត្រីអភិជនម្នាក់ដែលជាប្អូនស្រីបង្កើតរបស់ព្រះទិត្យបុរីនិងព្រះរាមឆាធុរុនព្រះទិត្យបុរីជាអភិបាលខេត្តពេជ្របុរីដែលកាលនោះជាមជ្ឈដ្ឋានប្រជាជនមននិងជាមូលដ្ឋានកងទ័ពជើងទឹកក្នុងរជ្ជកាលព្រះបាទបរមនកោដ្ឋក្រោយពេលឡើងធ្វើជាស្ដេចតាក់ស៊ីនបានតែងតាំងមិត្តភក្តិខ្លួនម្នាក់ឈ្មោះផងឌួងដែលធ្លាប់បួសរៀនជាមួយគ្នាឲ្យក្លាយជាអុកញ៉ាមហាសេនានៅឆ្នាំ1768ស្ដេចតាក់ស៊ីនបានផ្ញើសារមកព្រះបាទនរេរាជាអង្គតន់ឲ្យទទួលស្គាល់ព្រះអង្គជាស្ដេចសៀមក៏ប៉ុន្តែព្រះអង្គតន់បានបដិសេធដោយទ្រង់យល់ថាព្រះចៅតាក់ស៊ីនមិនមែនជាអំបូរស្ដេចផែនដីឡើយក្រោយពេលទទួលបានការបដិសេធព្រះចៅតាក់ស៊ីនបានខឹងសម្បាយ៉ាងខ្លាំងក៏បានលើកទ័ពមកវាយលុកប្រទេសខ្មែរចំនួន3លើកធំលើកទី1នៅឆ្នាំ1771បានមកបង្ក្រាបបញ្ជាព្រះរាជាខ្មែរគឺព្រះបាទអង្គតន់ឆ្នាំ1768ដល់1775លើកសួយសារអាកោទៅថ្វាយក្រុងអយុធ្យាដែលជាព្រះរាជាខ្មែរមិនព្រមដោយយល់ថាព្រះចៅតាក់ស៊ីនមិនមែនជារបាក្សត្រសៀមឡើយឮដូច្នេះស្ដេចអង្គនេះខឹងណាស់ក៏បញ្ជាទ័ពជា3កងឲ្យមកវាយយកស្រុកខ្មែរតែមិនអាចវាយយកបានឡើយលើកទី2នៅឆ្នាំ1778ក្នុងរាជរបស់ព្រះបាទអង្គនុន1775ដល់1779ដែលនគរខ្មែរព្រមចំណុះសៀមព្រះចៅតាក់ស៊ីនបានឲ្យកេណ្ឌទ័ពខ្មែរឲ្យទៅជួយនគរលាវបំណងបង្កើតអធិរាជរបស់ខ្លួនពេលនោះរាជខ្មែរបានរងសន្ទនាកម្មយ៉ាងខ្លាំងលើកទី3អំឡុងរាជព្រះបាទអង្គអេង1779ដល់1796ព្រះចៅតាក់ស៊ីនបញ្ជាអុកញ៉ាសេនាមហាចក្រីឌួងដឹកនាំទ័ពមកវាយប្រហារយកនគរខ្មែរតែម្ដងព្រមទាំងបង្គាប់នាំសម្បត្តិរបស់ទ្រង់ព្រះនាមចៅណយដែលទើបតែសឹកពីបួស
ថាបើវាឈ្នះនគរខ្មែរត្រូវលើកចៅណុយឲ្យសោយរាជនៅនគរខ្មែរដោយការស្ដេចសៀមធ្លាប់ធ្វើកន្លងមកនៅចុងសម័យអង្គរដែរគួរបញ្ជាក់ថាស្ដេចតាក់ស៊ីនគឺជាអ្នកមានជំនឿមោះមុតយ៉ាងខ្លាំងក្នុងសាសនាព្រះពុទ្ធរហូតតាំងខ្លួនជាព្រះពុទ្ធដោយបង្គាប់ឲ្យព្រះសង្ឃនិងប្រជានារីគោរពបូជាខ្លួនក៏ប៉ុន្តែទង្វើរបស់ព្រះចៅតាក់ស៊ីនបានបង្កឲ្យប្រជារាស្ត្រក្តៅក្រហាយហើយស្រុកទេសក៏កើតកលេហល់ជាខ្លាំងគ្រប់គ្នាគិតថាព្រះចៅតាក់ស៊ីនកើតវិបត្តិស្លាស់ស្មារតីឈួតបន្ទាប់មកក្រុមវាំងក៏បានផ្ញើសារទៅអុកញ៉ាសេនាថងឌួងដែលកំពុងជាប់ដៃវាយដណ្ដើមយកខេត្តបាត់ដំបងរបស់ខ្មែរមកវិញជាបន្ទាន់ដើម្បីដោះស្រាយវិបត្តិចាឡាចលក្នុងក្រុងអុកញ៉ាមហាសេនាចក្រីថងឌួងកាលបើទើបមកដល់ហើយឃើញថាស្ដេចតាក់ស៊ីនពិតជាវិកលចរិតពិតមែនលោកក៏រៀបចំធ្វើរដ្ឋប្រហារទម្លាក់តាក់ស៊ីនហើយចាប់យកទៅប្រហារជីវិតចោលរួមទាំងព្រះញាតិវង្សផងនៅឆ្នាំ1782បន្ទាប់ពីកញ្ចាប់តាក់ស៊ីនរួចហើយអុកញ៉ាសេនាចក្រីថងឌួងបានប្រកាសខ្លួនឡើងសោយរាជ្យជាស្ដេចបង្កើតជារាជវង្សថ្មីគឺរាជវង្សចក្រីដោយនាមក្នុងរាជថាព្រះពុទ្ធយតហ្វាឈូឡាលោកឬព្រះចៅរាមាទី1បន្ទាប់មកព្រះពុទ្ធយតហ្វាឈូឡាលោកផ្លាស់រាជធានីពីធនបុរីមកក្រុងទេពមហានគរឬក្រុងបាងកកនាពេលសព្វថ្ងៃគួរជម្រាបថាថងឌួងឬពញាចក្រីឌួងនេះជាមិត្តរបស់តាក់ស៊ីនតាំងតែពីក្មេងៗដូចគ្នាហើយបានចូលធ្វើទាហានបម្រើភ្លួងជាមួយគ្នាថ្ងៃមួយគ្រូហោរាបានទាយថាអ្នកទាំងពីរនេះនឹងបានឡើងធ្វើជាស្ដេចហើយក៏ភ័យខ្លួនខ្លាចស្ដេចយកទៅសម្លាប់ចោលទៀតផងក៏ប៉ុន្តែថ្ងៃក្រោយមកគាត់ទាំងពីរបានឡើងធ្វើស្ដេចដូចគ្នាមែននៅពេលចៅពញាចក្រីធ្វើរដ្ឋប្រហារសម្លាប់ស្ដេចតាក់ស៊ីនបានហើយទ្រង់ក៏បានយកកូនប្រុសទាំងអស់របស់តាក់ស៊ីនទៅសម្លាប់ចោលទៀតតែចៅប្រុសខ្លួនឯងដែលជាកូនជាមួយស្ដេចតាក់ស៊ីនមិនហ៊ានសម្លាប់ចោលទេតែនៅក្នុងរជ្ជកាលក្រោយមកចៅប្រុសនោះក៏ត្រូវគេសម្លាប់ចោលដែរដោយសារតែខ្លាចមកដណ្ដើមរាជ្យ